ការអប់រំចំណេះដឹងផ្នែកច្បាប់នេះក៏ជាកត្តាសំខាន់នៅក្នុងការប្រស័យតំណែងក្នុងសង្គមដែរព្រោះអីយើងអាចដឹងថាតើការនិយាយបែបណាជាការបញ្ចេញមតិហើយការនិយាយបែបណាជាការញុះញង់ហើយញុះញង់វាមានញុះញង់ឲ្យកើតទៅជាបទល្មើសទៅទៀតឧទាហរណ៍ថាស្អប់បុគ្គលកហើយពួកអីគេអត់កើតហើយចោទថាគេចោលឧទាហរណ៍អញ្ចឹងហើយពលរដ្ឋបៃឋានជុំវិញហ្នឹងគាត់ថាធម្មតាពលរដ្ឋយើងដឹងស្រាប់ហើយទៅលើតែពាក្យចោលមួយម៉ាត់គាត់ដែរសុបាយចិត្តនាំគ្នាទៅវាយបាទអញ្ចឹងអាហ្នឹងវាកើតទៅជាបទល្មើសបទល្មើសនោះហើយមួយទៀតថាច្បាប់ចូលរួមកសាងសង្គមបានន័យថាច្បាប់ចូលរួមកសាងសង្គមមួយឲ្យយើងល្អប្រសើរដែរបើមិនជាពលរដ្ឋដឹងអំពីទូនីតិយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់គាត់គណៈអរគុណព្រះអង្គតកតងជាមួយនឹងតកតងការងារផ្នែកថាផ្សព្វផ្សាយជាមួយនឹងផ្នែកច្បាប់នេះណាគឺជាមូលដ្ឋានមួយនៅក្នុងការផ្ដល់ការសម្រេចចិត្តដល់ពលរដ្ឋទៅតាមសហគមន៍មូលដ្ឋានដែរពេលថាបើសិនតែគាត់យល់ដឹងអំពីច្បាប់ទូលំទូលាយណាអញ្ចឹងច្បាប់ក៏ជាមូលដ្ឋាននៅក្នុងការឲ្យគាត់សម្រេចចិត្តដែរហើយឧទាហរណ៍ថាឥឡូវគាត់ចង់ទៅលួចរបស់គេឧទាហរណ៍អញ្ចឹងគាត់ឃើញកង់ឃើញម៉ូតូឃើញគេទុកចោលគាត់ដោយគាត់អត់យល់ដឹងទូលំទូលាយផ្នែកច្បាប់ទេគាត់យកទៅបាត់អញ្ចឹងគាត់ធ្វើម៉េចគាត់កើតទៅជាបទល្មើសលួចប៉ុន្តែបើសិនតែគាត់យល់ដឹងពីផ្នែកច្បាប់ថាការយករបស់គេដោយអ្នកដទៃអត់អនុញ្ញាតហ្នឹងអានេះជារឿងលួចតាក៏បើយើងនិយាយពីវិស័យពុទ្ធចក្រហ្នឹងបាបមួយដល់អញ្ចឹងកណាបើយើងនិយាយពីអាណាចក្រអីអានេះខុសច្បាប់អាចជាប់ពន្ធនាគារពីប្រហែលខែទៅប្រហែលឆ្នាំអីចឹងទៅអញ្ចឹងបានន័យថាគាត់អាចជាមូលដ្ឋានគ្រឹះនៅក្នុងការផ្ដល់ការសម្រេចចិត្តឲ្យគាត់អាចបោះបង់ចោលដោយឆន្ទៈគេថាគាត់គិតនឹងលួចនឹកដល់ច្បាប់គាត់បោះចោលគាត់បញ្ចប់គំនិតនៅក្នុងការលួចអានឹងវាអត់ទៅជាបទល្មើសទេកុំឲ្យតែគាត់បោះបង់តែគាត់ធ្វើសកម្មភាពហើយគាត់បោះបង់ដោយឧបសគ្គមួយថាគាត់ជឿយករបស់គេចេញទៅហើយស្រាប់គេដេញម្ចាស់គេទាន់គាត់ឲ្យមកគេវិញអានឹងបានន័យថាមិនមែនជាការបោះបង់ដោយឆន្ទៈទេអញ្ចឹងការអប់រំចំណេះដឹងផ្នែកច្បាប់នេះក៏ជាកត្តាសំខាន់នៅក្នុងការប្រស័យតំណែងក្នុងសង្គមដែរព្រោះអីយើងអាចដឹងថាតើការនិយាយបែបណាជាការបញ្ចេញមតិហើយការនិយាយបែបណាជាការញុះញង់ហើយញុះញង់វាមានញុះញង់ឲ្យកើតទៅជាបទល្មើសទៅទៀតឧទាហរណ៍ថាស្អប់បុគ្គលកហើយពួកអីគេអត់កើតហើយចោទថាគេចោលឧទាហរណ៍អញ្ចឹងហើយពលរដ្ឋបៃឋានជុំវិញហ្នឹងគាត់ថាធម្មតាពលរដ្ឋយើងដឹងស្រាប់ហើយទៅលើតែពាក្យចោលមួយម៉ាត់គាត់ដែរសុបាយចិត្តនាំគ្នាទៅវាយបាទអញ្ចឹងអាហ្នឹងវាកើតទៅជាបទល្មើសបទល្មើសញុះញង់ហើយមួយទៀតថាច្បាប់ចូលរួមកសាងសង្គមបានន័យថាច្បាប់ចូលរួមកសាងសង្គមមួយឲ្យយើងល្អប្រសើរដែរបើមិនជាពលរដ្ឋដឹងអំពីទូនីតិយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់គាត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងក៏យើងបានកំណត់ដែរថាសិទ្ធិពលរដ្ឋមានគេខ្លះសិទ្ធិក្នុងការចូលរួមសិទ្ធិក្នុងការចូលរួមបានហៅបង្កើតជាសហគមន៍បង្កើតជាសមាគមបង្កើតជាអង្គការក្រៅរដ្ឋាភិបាលសិទ្ធិនៅក្នុងការចូលរួមទៅលើរឿងបានន័យថាបរិបទនយោបាយអាចទៅចូលរួមបោះឆ្នោតចូលឈ្មោះគេបោះឆ្នោតអាកត្តាទាំងអស់នោះហើយគឺជាសិទ្ធិមូលដ្ឋានបានន័យថាជាបើសិនជាពលរដ្ឋយល់ដឹងពីផ្នែកច្បាប់គាត់អត់ខ្លាចរដ្ឋបាលអត់ខ្លាចមន្ត្រីសាធារណៈទេយើងនិយាយឧទាហរណ៍ថាឥឡូវបើពលរដ្ឋគាត់ដឹងពីសិទ្ធិរបស់គាត់ទៅទទួលសេវាសាធារណៈពីមន្ត្រីសាធារណៈអញ្ចឹងគាត់ដឹងថាអូមានអីត្រូវខ្លាចរដ្ឋបាលមន្ត្រីសាធារណៈដោយសារមន្ត្រីសាធារណៈគឺមានទូនាទីនៅក្នុងការផ្ដល់សេវាសាធារណៈឲ្យគាត់បាទហ្នឹងបើស្អីយើងផ្សព្វផ្សាយពីរឿងទៅគាត់អញ្ចឹងបើគាត់អត់ដឹងពីសិទ្ធិនឹងទូនាទីរបស់គាត់យើងអត់បានជ្រាបការយល់ដឹងដល់ពួកគាត់នឹងមានអារម្មណ៍ខ្លាចមន្ត្រីសាធារណៈពេលខ្លះមានរឿងអីមួយអត់ចង់ហ៊ានទៅជួបគេទៀតសុខចិត្តទៅរកអ្នកផ្សេងដើម្បីអស់ចំណាយបានថាចំណាយច្រើនអញ្ចឹងរឿងខ្លះវាទូចទេប៉ុន្តែចេតនារបស់បុគ្គលមួយចំនួនចង់បានប្រយោជន៍ពីគាត់ក៏កើតទៅជាប្រធានបទអីមួយទៅបំភ័យគាត់ត្រូវធ្វើតាមហ្នឹងត្រូវចំណាយថវិកាពេលវេលាច្រើនអាហ្នឹងហើយបានតែយើងសរុបមកវិញមានន័យថាវាជាសារៈសំខាន់មួយដែរសម្រាប់ពលរដ្ឋនៅក្នុងសង្គមហើយក៏ជាកត្តាសំខាន់មួយដែរដែលយើងត្រូវចូលរួមចំណែកនៅក្នុងការកសាងសង្គមរបស់យើងមួយឲ្យវាបានន័យថាយុត្តិធម៌ស្មារតីភាពតម្លាភាពគ្រាន់តែយើងចូលរួមប្រាប់ឲ្យគាត់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់គាត់នៅតាមមូលដ្ឋានតែគូសូមចូលរួមប៉ុណ្ណឹងណែអរគុណច្រើនលោកគ្រូក្នុងការចូលរួមបកស្រាយអញ្ចឹងសម្រាប់លោកគ្រូមិញគឺជាជនយើងពលរដ្ឋយើងគូក3
ស្វែងយល់ពីច្បាប់ កណា ក៏ ព្រោះ បើ ទៅ ព្រោះ ខា តែ ងយកទៅថៃ ក៏បើសិនជាអត់យល់ទេឬក៏អត់ដឹងទេគាត់ធ្វើអីទៅអត់ដឹងពីបទល្មើសអាចនឹង កណា ចាប់ អាច ព្រោះច្បាប់តាមចេញជាព័ត៌មានហ្នឹងទោះបីជាថាយើងអត់ដឹងក៏ត្រូវ កណា ទោសនឹង ណា ដឹងមិនដឹងគាត់យើង បើ តែទទួលទោស ក៏បើដូចជាច្បាប់សាសនាហើយបើសិនជាយើងអត់ប្រព្រឹត្តមានន័យថាអ្វីដែលយើងអត់ប្រព្រឹត្តមានន័យថាបាបកម្មកើតលើយើងគឺថាយើងបើពាក្យមួយក្នុងពុទ្ធសាសនាហៅថាសរិអអតបៈគឺសេចក្តីខ្មាស់បាបខ្លាចបាបហ្នឹងព្រោះ កណា អញ្ចឹងបើសិនជាអ្នកដែលប្រព្រឹត្តតាមធម៌ហើយគាត់មានចិត្តខ្លាចបាបមកគាត់ឲ្យហ៊ានធ្វើ កណា គាត់ឲ្យធ្វើលួចទេគាត់ហ៊ាន កណា អត់គេហ៊ានសម្រាប់ជីវិតទេគាត់ហ៊ានចឹងអំពើអាក្រក់ទាំងអស់ហ្នឹងគាត់ឲ្យហ៊ានធ្វើទេដោយសារគាត់ខ្លាចបាបហ្នឹងឯងហើយមួយទៀតមានសតិសម្បញ្ញៈការភ្ញាក់រលឹកនឹកដឹងខុសដឹងត្រូវពីព្រោះ កណា គាត់ដឹងខុសដឹងត្រូវជារឿយៗហ្នឹងទៅវាเป็นវាគាត់បំរុងឃើញរបស់វាទុកនឹងអាចនឹងយកទៅទោះបីវាអត់ដឹងថាគេអត់ដឹងក៏គាត់អត់យកដែរតែថាយកទៅគាត់ដឹងថាខុសហើយ នឹងទោះបីជាដឹងថាពេលតាមមិនទាន់មិនមានអ្នកណាចាប់ដាក់ឆ្នោះដាក់ច្បាប់ក៏គាត់អត់យល់តែគាត់ដឹងថាទង្វើហ្នឹងខុស កណា ព្រោះហ្នឹងបើនិយាយអំពីការអីចាក់តងអំពីផ្នែកពុទ្ធសាសនាតែបែបពុទ្ធចក្របែបអាណាចក្ររបស់យើងបែបសង្គមរបស់យើងរបបជាតិរបស់យើងគឺកំណត់គឺមានទោស មានទោសណា គឺយើងអត់ដឹងថាលួចទៅដឹងមានទោស និយាយមែនតើបើយើងនិយាយពីបទល្មើសលួចគេថាជាបទល្មើសមជ្ឈិម អូអូខេ ប៉ុន្តែនៅក្នុងបទល្មើសខ្លះគឺបទល្មើសមជ្ឈិមខ្លះគេមិនចាប់ចុះអូដំណើរទេក៏ឧទាហរណ៍ថាបទលួចបែបផ្លែគេនៅក្នុងសួនច្បារឧទាហរណ៍អញ្ចឹងណាដែលចាត់ទុកថាលួចដែរប៉ុន្តែហើយយើងទៅលេងនៅសួនឧទ្យានជាតិណាមួយអញ្ចឹងតែឃើញផ្លែស្វាយឃើញផ្លែអីវាដុះវាផ្លែល្អអញ្ចឹងស្រាប់គាត់ទៅលួចបែបហ្នឹងជាបទល្មើសលួចហើយប៉ុន្តែគាត់ថានៅក្នុងករណីហ្នឹងមិនជាការចាប់ទុកអូដំណើរទេនៅក្នុងវិស័យអាណាចក្រ ប៉ុន្តែបើក្នុងវិស័យពុទ្ធចក្រហ្នឹងមានន័យថាលួចរបស់គេហ្នឹងណានិយាយចឹងដែរតិចណា នេះគឺលួច ណាលួចហ្នឹងណា ក៏អរគុណច្រើនក្នុងការចូលរួមផ្ដល់ពីចំណេះដឹងផ្នែកច្បាប់ហើយចំពោះលោកគ្រូដែលបានបង្រៀនក៏ដូចជាបានបង្រៀនកន្លងមកទាក់ទងពីផ្នែកច្បាប់នេះតែលោកគ្រូមានពីអីដើម្បីលើកទឹកចិត្តចំពោះសិស្សនិស្សិតរបស់យើងដែលគាត់កំពុងតែសិក្សាក៏ដូចជាមានគោលបំណងក្នុងការសិក្សាហើយក៏ដូចជាដល់ជាយោបល់ក៏ដូចជាការផ្ដល់ជាមតិដើម្បីឲ្យជាពលរដ្ឋយើងគោរពច្បាប់ទាំងអស់គ្នាហើយក៏ជាសំណួរបញ្ចប់ ណាកណាអរគុណបងអង្គតាក់ទងជាមួយនឹងការលើកឡើងរបស់គុណនេះមានថាមានអីជាលើកទឹកចិត្តបើសម្រាប់គ្រូការលើកទឹកចិត្តរបស់គ្រូវាអត់មានអីក្រៅពីការឲ្យខិតខំបន្តទៀតដោយសារយើងដើរលើទៅនឹងហើយបាទកណាបើថាយើងបកក្រោយយើងខាត់ទៀតអញ្ចឹងជំរឿបើថាយើងសម្រេចថាដើរលើទៅនឹងហើយយើងដើរទៅយើងខំទៅយើងខំប្រឹងបន្ថែមទៀតនេះជាការលើកទឹកចិត្តហើយជាសំណួរនោះយើងត្រូវសួរខ្លួនឯងថាឥឡូវយើងដើរលើទៅនឹងហើយយើងបោះចោលនៅកណ្ដាលទីពេលយើងខំធ្វើអីដល់អញ្ចឹងយើងដាក់គោលដៅទៅថាយើងខំធ្វើអីអញ្ចឹងសរុបជារួមឲ្យងាយយល់ថានៅក្នុងវិជ្ជាជីវៈច្បាប់របស់យើងនៅក្នុងជំនាញនីតិសាស្ត្ររបស់យើងវិជ្ជាជីវៈដែលយើងត្រូវអនុវត្តត្រូវប្រើនៅក្នុងជំនាញច្បាប់របស់យើងនេះវាអត់មានអីឆ្ងាយពីច្បាប់ដែលយើងបានចូលជាខុសជំនាញហើយទេព្រោះយើងដឹងហើយថានៅប្រទេសកម្ពុជារបស់យើងអនុវត្តប្រព័ន្ធច្បាប់ Civil Law ប្រព័ន្ធច្បាប់ Civil Law ហ្នឹងយើងដឹងហើយថាជាប្រភេទដែលច្បាប់ដែលមានការប្រែចូលក្រមទុកអញ្ចឹងយើងមើលទៅបើថាយើងចង់ខ្លាយជាមេធាវីយើងស្វែងយល់ពីក្រមព្រហ្មទណ្ឌទៅក្រមនីតិវិធីព្រហ្មទណ្ឌទៅយើងស្វែងយល់ពីក្រមរដ្ឋប្រវេណីទៅនីតិវិធីរដ្ឋប្រវេណីទៅឬក៏យើងបន្ថែមលើជំនាញវិទ្យាសាស្ត្រកតេយុត្តឬក៏ច្បាប់អាពាហ៍ពិពាហ៍គ្រួសារណាដែលជួយ support ត្រង់ទៅដល់ជំនាញជីវៈយើងថាឥឡូវឧទាហរណ៍ថាពេលយើងខ្លាយជាអ្នកច្បាប់យើងកាន់រឿងក្តីតើរឿងនេះខ្លះដែលកើតនៅក្នុងសង្គមអាចកាលឡើងវិវាទដីធ្លីណាអាចកាលឡើងដោយសារវិបត្តិគ្រួសារទំនាស់ប្តឹងផ្ដាល់ក្បែរខាងគ្នាទោសទណ្ឌសម្រាប់មនុស្សអាហ្នឹងគឺសិតតែច្បាប់យើងបានចងក្រងទុកឲ្យអស់ហើយណាអញ្ចឹងយើងអត់បាច់ទៅបង្កើតច្បាប់ខ្លួនឯងទៀតទេនៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលយើងមិនចាំបាច់ទៅសិក្សាស្វែងយល់ខ្ញុំត្រូវបង្កើតច្បាប់ថ្មីខ្ញុំត្រូវអំបាច់ទេយើងសិក្សាទៅលើអ្វីដែលគេមានឲ្យយើងគ្រប់គ្រាន់
ពេលនោះយើងនឹងមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីប្រឡូកនៅក្នុងវិស័យច្បាប់នោះហើយ ណាក៏បើជាព្រះរាជបើយើងមើលនៅក្នុងច្បាប់ស៊ីវិលរបស់យើងបានន័យថាចៅក្រមគាត់មិនជាបង្កើតច្បាប់ណាណាគាត់មានទូនាទីតែអនុវត្តឲ្យនឹងបកស្រាយច្បាប់ដែលមានតាអញ្ចឹងមានន័យថាបើសិនតែយើងទៅប្រឡងចៅក្រមមកគេសួរយើងនឹងឆ្លើយទៅតាមអ្វីដែលយើងបានរៀនដែលច្បាប់គេបានចងក្រងទុកហើយហ្នឹងគឺប៉ុណ្្នឹងឯងអញ្ចឹងសរុបជារួមមកជាការលើកទឹកចិត្តសូមបងប្អូនកុំបោះបង់បន្តឆន្ទៈរបស់ខ្លួនឲ្យសម្រួចឆន្ទៈរបស់ខ្លួនឲ្យស្រួចភាសាបើយើងមែនតើយើងដល់ពាក់កណ្ដាលផ្លូវហើយយើងមិនអាចបោះចោលក្តីសម័យរបស់យើងបានទេណាគ្រូខ្ញុំចូលរួមប៉ុណ្ណឹងសូមអរគុណចុះហើយចំពោះប្រជាពលរដ្ឋគួរឲ្យគោរពច្បាប់ឲ្យប្រទេសនឹងទៅប្រទេសភាពឲ្យមានទៅចរិតកាត់ឡើងតែតងជាមួយនឹងបងប្អូនជាពលរដ្ឋយើងនៅតាមមូលដ្ឋាននឹងជាទស្សនៈរបស់គ្រូណាតែយើងបើសិនជាគាត់មានពេលយើងសិក្សាស្វែងយល់ថែមទៅព្រោះអីគ្រូមួយរយៈនេះគ្រូឃើញតាម social media តាមបណ្ដាញសង្គមហ្នឹងគឺគេមានកម្មវិធីក្នុងការចែករំលែកចំណេះដឹងផ្នែកច្បាប់ច្រើនដល់ពលរដ្ឋយើងនៅតាមមូលដ្ឋានមានថាស្អីគេជាបទល្មើសបរិហាអីបរិហាគេណាស្អីគេជាបទល្មើសបៀតបៀនស្អីជាបទល្មើសញុះញង់ហើយស្អីជាបទល្មើសមជ្ឈិមស្អីជាបទល្មើសព្រឹត្តគឺគ្រូឃើញពីច្រើនគេចូលរួមចំណែកសបផ្សាយហើយអញ្ចឹងបើសិនយើងជាពលរដ្ឋមួយហើយយើងយល់ដឹងខ្លះទៅលើផ្នែកច្បាប់ក៏យើងអាចដឹងពីរបៀបក្នុងការការពារខ្លួនយើងអាចជួយខ្លួនយើងឲ្យរួចផុតពីអំពើមិនគប្បីណាមួយមកលើខ្លួនយើងដែរណាគ្រូសូមចូលរួមប៉ុណ្ណឹងអរគុណច្រើនលោកគ្រូគុណសម្រាប់ការចូលរួមផ្ដល់ពីចំណេះដឹងដល់សិស្សានុសិស្សក៏ដូចជាការចំណេះដឹងពីទៅផ្នែកច្បាប់ទៅនេះណាក៏អរគុណណាស់ហើយនេះក៏ជាសំណួរទៅដល់នេះហើយបាញ់មិញលោកគ្រូបានសរុបនៃជារួមដឹកទឹកចិត្តចំពោះសិស្សានុសិស្សដែលមានគោលបំណងក្នុងការសិក្សាជំនាញផ្នែកវិទ្យាសាស្ត្រផ្នែកច្បាប់មិនមែនតែផ្នែកយើងនិយាយផ្នែកច្បាប់ប៉ុន្តែមិនមែនតែផ្ដោតតែផ្នែកណាមួយព្រោះដូចជាតួយ៉ាងលោកគ្រូនិយាយអំពីដីស្រឡាញ់ជំនាញណាបើសិនយើងស្រឡាញ់ផ្នែកណាហើយយើងខំប្រឹងសិក្សាជំនាញនឹងឲ្យច្បាស់លាស់ទៅក៏ជោគជ័យដូចគ្នាណាហើយលោកគ្រូបានជើញចូលរួមគ្នាជាកិត្តិយសសម្រាប់សមាជិកហើយក៏ជាចំណេះដឹងសម្រាប់បងប្អូនដូចជានិស្សិតជាន់ថ្មីហើយជាចំណេះដឹងសម្រាប់ប្រជាពលរដ្ឋដែលអាចស្វែងយល់ជំនាញក៏ដូចជាស្វែងយល់អំពីនីតិវិធីច្បាប់មួយចំនួនដែលជាមូលដ្ឋានគ្រឹះក្នុងការស្វែងយល់អំពីការរស់នៅប្រកបទៅដោយសេចក្តីគោរពច្បាប់ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ព្រោះថាបើសិនជាសង្គមជាតិមួយអត់គោរពច្បាប់ទេវាធ្វើឲ្យមានអធិរភាពទៅកាលណាអត់មានអធិរភាពហើយការរស់នៅហ្នឹងក៏អត់បានជាមានសេចក្តីសុខក្នុងសង្គមជាតិប៉ុន្មានដែរអញ្ចឹងជាថ្មីក៏សូមអរគុណលោកគ្រូសាស្ត្រសូមហើយនឹងក៏សូមជាវីដេអូនេះកើតចេញជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាកើតចេញជាប្រយោជន៍ដល់សាធារណជនទាំងអស់គ្រប់គ្នានៅតទៅអំពីមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រផ្នែកច្បាប់សូមនមស្ការលាសូមជម្រាបពរលាអរគុណគ្រូ